បងប្អូនធ្លាប់ឮក្នុងប្រវត្តិសាស្ត្រខ្មែរយើងណាយើងធ្លាប់ឮត្រឹមតែការបាត់បង់ដូចជាចម្ប៉ានៅក្នុងប្រវត្តិសាស្ត្រណាការបាត់បង់កម្ពុជាក្រោមការបាត់បង់ប្រទេសលាវនោះគឺជាប្រទេសដែលនៅក្បែរជិតខាងរបស់យើងណាប៉ុន្តែបងប្អូនបានសិក្សាពីប្រវត្តិសាស្ត្រពិភពលោកមានប្រទេសប្រមាណហើយនៅក្នុងសតវត្សទី20នេះក្នុងអំឡុងពេលពីថ្ងៃនេះត្រឡប់ទៅក្រោយថា100ឆ្នាំឬក៏តិចតួចហ្នឹងណាបងប្អូនមានប្រទេសប្រមាណហើយនៅក្នុងពិភពលោកនេះដែលបាត់ចេញពីបញ្ជីរបស់ពិភពលោកមានកូនប្រទេសតូចៗខ្លះទាមទារឯករាជ្យបានមកវិញក៏ប៉ុន្តែមានប្រទេសប្រមាណហើយដែលបានបាត់បង់បងប្អូនដែលបានសិក្សាទេហើយបងប្អូនសន្និដ្ឋានថាអាចនឹងមិនកើតឡើងចំពោះកម្ពុជាទេកន្លែងហ្នឹងណាបងប្អូនដែលខ្ញុំនិយាយនៅទីនេះគឺគ្រាន់តែក្នុងនាមជាកូនខ្មែរក្នុងនាមជាពលរដ្ឋម្នាក់ដែលកើតមកនៅក្នុងអំបូររបស់យើងនេះណាមានការព្រួយបារម្ភខ្លាចកន្លែងហ្នឹងទេប៉ុន្តែបើយើងធ្វើរបៀបដោយរាល់ថ្ងៃនេះខ្ញុំសន្និដ្ឋានថាឱកាសដែលយើងអាចបាត់បង់ហ្នឹងច្រើនមែនទេអាហ្នឹងបងប្អូនមើលឃើញរបៀបណាខ្ញុំមិនដឹងទេក៏ប៉ុន្តែទន្ទឹមគ្នានៅក្នុងស្ថានភាពដែលយើងប្រឈមជាមួយនឹងគ្រោះថ្នាក់ដ៏ធំធេងមួយនេះណាយើងនៅមើលឃើញឱកាសច្រើនណាឱកាសច្រើនដែលយើងអាចរើបំរាស់បានដោយសារកម្លាំងមហាជននិងការជឿចាប់របស់ប្រជាពលរដ្ឋយើងណានៅមានកម្លាំងនៅឡើយក៏ប៉ុន្តែខ្ញុំមិនដឹងថាហេតុអីបានជាផែនការរបស់យើងឬក៏កម្លាំងប្រតិបត្តិការរបស់យើងមិនអាចធ្វើតែបានខ្ញុំឆ្ងល់កន្លែងហ្នឹងតែមិនដឹងដែរដល់ថ្ងៃប្រហែលនេះថ្ងៃទី13 14ខាងមុខនេះឬក៏14 15ខាងមុខនេះដែលថាយើងនឹងមានសមាជមួយហ្នឹងណាបងប្អូនដឹងថាតើសមាជហ្នឹងវាជាដំណោះស្រាយនយោបាយពិតប្រាកដមែនឬក៏យ៉ាងណាខ្ញុំចង់បានមតិបងប្អូនខ្ញុំចង់លើបងប្អូននិយាយពីព្រោះពេលខ្លះវាជាការពិតហើយថាយើងផ្ញើវាសនានឹងទុកអំណាចនយោបាយនឹងឲ្យអ្នកនយោបាយក៏ប៉ុន្តែខ្ញុំគ្រាន់តែបារម្ភខ្លាចថាអ្នកនយោបាយជួនកាលហ្នឹងណាគាត់ផ្ដោតលើតែរឿងមួយរឿងដែលវាយើងគិតថាបើសម្រាប់យើងជួនកាលយើងគិតថាវាមិនតន់ចាំបាច់ឬក៏យ៉ាងណាហ្នឹងខ្ញុំមិនដឹងថាប៉ុន្តែសម្រាប់ខ្ញុំថាការងារខ្លះវាអត់ចាំបាច់ហើយវាអត់ត្រូវធ្វើប៉ុន្តែអាការងារដែលយើងត្រូវធ្វើហ្នឹងយើងអត់បានធ្វើរឿងសមាជក៏ដោយរឿងចោះសំណេះសម្រាលក៏ដោយរឿងចោះប្រជុំរឿងប្រពៃពិធីខ្ញុំមិនមែនមិនឲ្យតម្លៃថាការគោរពពិធីនីដោយខ្ញុំឃើញកម្មវិធី8មីនាអីជាដើមជាទិវាស្ត្រីវាសំខាន់ណាស់វាគឺជាការលះបង់ក៏ប៉ុន្តែទាំងអស់ហ្នឹងវាគ្រាន់តែជាសកម្មភាពបន្ថែមទេក៏ប៉ុន្តែកិច្ចការពិតប្រាកដសម្រាប់ពួកយើងទាំងអស់គ្នាធ្វើណាវាមានរឿងច្រើនវាមានកលឹះច្រើនក៏ប៉ុន្តែវាអត់ឃើញធ្វើដើម្បីទៅជំរុញឲ្យមានការប្រែប្រួលនៅក្នុងប្រទេសកម្ពុជាខ្ញុំវាអត់ឃើញកន្លែងហ្នឹងហើយបានជាខ្ញុំចេះតែរកពេលវេលាថាហេតុអីបានជាយើងមិនព្រមធ្វើការងារហ្នឹងពីថ្ងៃនោះមកដល់ថ្ងៃនេះណាអ្នកដែលមានបេះដូងអ្នកដែលមានស្មារតីសង្គ្រោះជាតិនៅគ្រប់ទិសទីគ្រាន់តែថាបងប្អូនខ្លះមានឱកាសបានមកចូលស្ដាប់យើងបង្ហាញទស្សនៈនិងក្តីសង្ឃឹមឲ្យយើងឃើញប៉ុន្តែបើយើងជួបជាមួយនឹងបុគ្គលម្នាក់នៅឯតាមមូលដ្ឋានហ្នឹងណាជាមនុស្សដែលយើងស្គាល់មនុស្សដែលយើងរាប់អានមនុស្សដែលយើងទំនាក់ទំនងណា99% គឺពួកគាត់នៅស្មោះត្រង់និងនៅរងចាំឬក៏ផ្ញើសេចក្តីសង្ឃឹមមកលើសង្គ្រោះជាតិទាំងអស់បើទោះជាពេលខ្លះនៅអង្គប្រជុំនានាខ្ញុំនិយាយថាខ្ញុំឈរលើស្មារតីនៃការរួបរวมរបស់សង្គ្រោះជាតិពេលខ្លះក៏វាមានលក្ខខណ្ឌចង្អៀតចង្អល់ថាហេតុអីបានជាចាំបាច់តតែសង្គ្រោះជាតិពីព្រោះសង្គ្រោះជាតិនេះណាវាគឺជាឈ្មោះស្ថាប័ននយោបាយអ្នកខ្លះគេអត់ចង់ចូលរួមជាមួយនឹងស្ថាប័ននយោបាយខ្ញុំថាអត់បញ្ហាទេបងប្អូនណាដែលមិនចូលរួមជាមួយនឹងស្ថាប័ននយោបាយឬក៏ចូលរួមជីវភាពនយោបាយ
ខ្ញុំអត់បដិសេធទេអាហ្នឹងវាគឺជាសេរីភាពក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវតែមានជំនឿមួយថាឬក៏លក្ខខណ្ឌផ្លូវច្បាប់មានតែស្ថាប័នគណៈបកនយោបាយនឹងទេដែលអាចទៅធ្វើការផ្លាស់ប្ដូររបបនយោបាយបានមិនមែនយើងទៅបង្កើតសមាគមដើម្បីទៅផ្លាស់ប្ដូររបបនយោបាយណាមិនមែនយើងទៅបង្កើតជាក្រុមអ្នកឯករាជ្យដើម្បីទៅរំដោះនយោបាយទេក៏ប៉ុន្តែយើងត្រូវតែធ្វើសកម្មភាពនយោបាយដើម្បីទៅផ្លាស់ប្ដូររបបនយោបាយដូច្នេះចង់ឬក៏មិនចង់អានឹងវាគឺជាលក្ខខណ្ឌផ្លូវច្បាប់